ចាជំរាបសួរអ្នកគ្រូចានាងខ្ញុំមកពី OBOC មកពីសភៅមួយសហគមន៍មួយហើយថ្ងៃនេះខ្ញុំមានកិច្ចយល់មែនតើដែលបានចូលមកចូលរួមកម្មវិធីតាំងពីពណ៌សភៅជាមួយអ្នកគ្រូចាខ្ញុំចង់សួរអ្នកគ្រូមានឈ្មោះអីដែរអ្នកគ្រូអ្នកគ្រូឈ្មោះច័ន្ទនីអូនចាអ្នកគ្រូសប្តាហ៍ថ្ងៃធ្វើការនៅក្នុងនេះជាតំណែងអីដែរអ្នកគ្រូចាតេតងជាមួយនឹងតំណែងបច្ចុប្បន្នហ្នឹងអ្នកគ្រូធ្វើការនៅ Westline 6 ឆ្នាំជាងហើយគ្រាន់ថាអ្នកគ្រូធ្លាប់ធ្វើជានាយិការងពីមុនមកដែលកាន់ពីសាខានៅសាខាព្រៃលៀបក៏ដូចជាសាខាជាការដូងហើយមកទល់ពេលនេះអ្នកគ្រូជានាយិការសាខាផ្ទាល់តែម្ដងនៅក្រុងច្បារមុននេះឯងចាអរគុណច្រើនអ្នកគ្រូឃើញថាអ្នកគ្រូជាអ្នកដែលដឹកនាំកម្មវិធីនេះផ្ទាល់ក្នុងនាមខ្ញុំជាយុវជនម្នាក់ដែលមកពី OBOC ខ្ញុំចង់មានសំណួរខ្លះសួរទៅកាន់អ្នកគ្រូបានទេអ្នកគ្រូចាបានអូនអត់អីអូនចាអរគុណអ្នកគ្រូចូលសំណួរទី1ខ្ញុំចង់សួរថាហេតុអ្វីបានជាសាលារៀនចាំបាច់ត្រូវមានបណ្ណាល័យអ្នកគ្រូចាអូខេអរគុណវាពិតជាសំណួរល្អមែនតើហើយសាលាគ្រប់ទាំងអស់អ្នកគ្រូជឿថាសុទ្ធតែមានបណ្ណាល័យជាស្ដែងទៅទោះបីជាតូចក្តីធំក្តីប៉ុន្តែសុទ្ធតែមានបណ្ណាល័យហើយគោលបំណងនៃការដាក់បណ្ណាល័យនៅក្នុងសាលារៀនគឺធំចម្បងគឺយើងដឹងហើយក្នុងបណ្ណាល័យគឺមានសភៅទៅគេសភៅចម្រុះផ្សេងគឺយើងចង់លើកកម្ពស់ទៅលើការអានរបស់សិស្សានុសិស្សរបស់យើងហើយមូលហេតុអីបានយើងចង់លើកកម្ពស់ទៅលើការអានតើការអានមានអត្ថប្រយោជន៍អីគេខ្លះជាស្ដែងទៅបណ្ណាល័យវាមានសារៈសំខាន់ពេលដែលកូនសិស្សចេញលេងក៏ដូចជាគាត់មានពេលតនេក្រៅពីម៉ោងសិក្សាគោលរបស់គាត់អាចចូលទៅ relax នៅក្នុងបណ្ណាល័យដើម្បីអានសភៅណាដែលពួកគាត់ចង់អានឬក៏ពេញចិត្តនៅក្នុងការអានចឹងទៅហើយការអានជួយកូនសិស្សបានច្រើនមែនទែនទី1ជួយទៅលើការហ្វឹកខុសរបស់គាត់មានន័យថាគាត់ផ្ចង់អារម្មណ៍ទៅលើការអានហើយការផ្ចង់អារម្មណ៍របស់គាត់ហ្នឹងធ្វើឲ្យគាត់មាន mindful គេហៅជាភាសាខ្មែរថានេះជាការផ្ចង់អារម្មណ៍ហ្នឹងឯងចាហើយលើសពីនេះទៀតតាមរយៈការអានគឺកូនសិស្សទទួលបានអត្ថប្រយោជន៍ច្រើនដូចជាដឹងព័ត៌មានច្រើនស្គាល់ពីទីតាំងច្រើនពេលដែលគាត់អានទៅដូចជាការសម័យរបស់គាត់ចឹងបើឧទាហរណ៍ថាគាត់អានតេតងជាមួយនឹងប្រវត្តិប្រទេសណាមួយឬក៏អង្គរវត្តរបស់យើងចង់លើកឧទាហរណ៍អញ្ចឹងគាត់ពេលខ្លះគាត់អត់ទាន់ដែលបានស្គាល់អង្គរវត្តទេប៉ុន្តែគាត់អានទៅគាត់សម័យរូបរាងទៅតាមការពិពណ៌នារបស់អ្នកសរសេរសភៅនឹងចឹងទៅចាអរគុណច្រើនអ្នកគ្រូឃើញថាសម្រាប់ចម្លើយរបស់អ្នកគ្រូខ្ញុំគិតថាជាចម្លើយមួយដែលលើកទឹកចិត្តដល់យុវជនទាំងអស់គ្នាក៏ដូចជាសិស្សានុសិស្សទាំងអស់គ្នាដើម្បីឲ្យពួកគាត់ចូលរួមក្នុងការអានអំណានហើយថ្ងៃនេះខ្ញុំពិតជាមានចិត្តសប្បុរសជាខ្លាំងមែនទែនដែលបានចូលរួមហើយក៏បានសុភាអ្នកគ្រូផ្ទាល់ដែរចាអ្នកគ្រូជាចុងក្រោយខ្ញុំចង់សួរចំណាប់អារម្មណ៍ទៅកាន់អ្នកគ្រូផ្ទាល់ចាតើអ្នកគ្រូមានចំណាប់អារម្មណ៍យ៉ាងណាចំពោះការបើកការតាំងពីពណ៌សភៅមួយនេះដែរអ្នកគ្រូចាអរគុណច្រើនអូនជាស្ដែងទៅនេះអ្នកគ្រូធ្លាប់តែចូលទៅពីពណ៌សិភៅផ្សេងដែលរៀបចំដោយក្រុមហ៊ុនផ្សេងឬក៏នៅក្នុងសាធារណអីចឹងទៅគាត់ថាជាស្ដែងនៅពេលនេះក៏ជាលើកទី1របស់អ្នកគ្រូដែរដែលអ្នកគ្រូ organize ទៅលើ event នេះទាំងមូលដែលយើងមានដៃគូការតាំងសិភៅនឹងច្រើនហើយមានសិភៅប្លែកៗច្រើនអ្នកគ្រូពិតជាសប្បាយចិត្តមែនទែននៅក្នុងការដែលយើងបានដាក់តាំងនៅសាលារៀន Westline នៅក្រុងច្បារមូលរបស់យើងដោយសារតែទី1អាណាព្យាបាលក៏ដូចជាកូនសិស្សគាត់សប្បាយចិត្តនៅក្នុងការចូលរួមគាត់ឃើញមានសភៅច្រើនមុខដែលគាត់អាចចាប់អារម្មណ៍ក្នុងការដែលយកទៅជូនកូនរបស់គាត់ក្នុងការអានបន្ថែមរៀនសូត្របន្ថែមនៅផ្ទះហើយក៏អរគុណមែនទែនទៅលើការដៃគូសហការទាំងអស់ដែលបានចូលរួមមកក្នុង event របស់យើងថ្ងៃនេះហើយអ្នកគ្រូគាត់ថានឹងធ្វើកម្មវិធីនេះអាចថាលើកក្រោយទៀតអាចយើងនឹងមានក្នុងមួយឆ្នាំម្ដងឬក៏2ដងដើម្បីលើកកម្ពស់ទៅលើការអានព្រោះមិនត្រឹមតែនៅក្នុងសាលារៀនទេសូម្បីសហគមន៍ទាំងមូលសូម្បីតែប្រទេសជាតិទាំងមូលក៏ត្រូវការអ្នកដែលមានចំណេះដឹងនៅក្នុងការអានឲ្យច្រើនដើម្បីបានទទួលចំណេះដឹងយកទៅអភិវឌ្ឍទៅលើសង្គមយើងបច្ចុប្បន្នចឹងទៅអញ្ចឹងការរៀនចេះរៀនសូត្រវាមាន platform ច្រើននៅក្នុងការរៀនសូត្រអាចរៀន online អាចរៀនតាមរយៈការស្ដាប់អាចរៀនតាមរយៈអីផ្សេងប៉ុន្តែនៅតែការអាននេះមួយវានៅតែសំខាន់ក្នុងការដែលជួយអភិវឌ្ឍទៅលើស្មារតីក៏ដូចជាបញ្ញាខួរក្បាលរបស់កូនសិស្សក៏ដូចជាអ្នកគ្រប់គ្នាដែលគាត់បានអានសភៅចឹងចាអរគុណចាអរគុណច្រើនមែនតើអ្នកគ្រូនេះក្នុងនាងខ្ញុំជាអ្នកដែលមកពី OBOC ពិតជាអរគុណខ្លាំងមែនតើសម្រាប់ចម្លើយអ្នកគ្រូហើយពួកយើងសង្ឃឹមថាយុវជនទាំងអស់គ្នាក៏ដូចជាកូនខ្មែរទាំងអស់គ្នាដែលនៅក្នុងប្រទេសកម្ពុជាពួកគាត់នឹងមានការអានសភៅច្រើនជាងមុនទាំងនៅក្នុងសហគមន៍តូចទាំងនៅក្នុងសហគមន៍ធំហើយតាមសាលារៀនក្តីគឺយើងជឿថាពួកគាត់ទាំងអស់គ្នានឹងស្វែងយល់អំពីអំណាចកាន់តែច្រើនចាថ្ងៃនេះពិតជាអរគុណអ្នកគ្រូម្ដងទៀតចាជម្រាបលាអ្នកគ្រូចា